Vì sốលោកគ្រូខ្ញុំបានឈ្មោះវណ្ណរតវណ្ណរតមកពីក្រុម SV1 ថ្ងៃនេះគឺខ្ញុំបានមកធ្វើការ and file permission អញ្ចឹងទី1នេះគឺជា file ប្រភេទវាឈ្មោះ file មួយ .txt ដែល own by user មួយក្នុងក្រុម developer ដែលកន្លែងនេះគឺជាទំហំ byte ដែលវាមានទំហំ byte 120 byte និង last modify របស់វានៅខែ March ថ្ងៃទី31និងម៉ោង8នាទីហើយគ្រប់ permission គឺ owner អាច read write ចំណែកឯគ្រប់ read only និង other read only ហើយចំណែកឯមកដល់លេខ2នេះវិញគឺជា file ដែលមានឈ្មោះថា report.doc ដែល own by user 2ក្នុងក្រុម developer ដែលមានទំហំ byte 256 byte ដែល last modify នៅថ្ងៃទី31ខែ March នៅម៉ោង8និង5នាទីដែលគ្រប់ permission គឺ owner read write គ្រប់ read write និង other read only ចំណែកឯមកដល់លេខ3នេះវិញគឺជា file មួយដែលមានឈ្មោះថា data.csv ដែល own by user 3នៅក្នុងក្រុម manager ដែលមានទំហំ byte 512 byte ហើយនឹង last modify របស់វានៅខែ March ថ្ងៃទី31នៅវេលាម៉ោង8:10នាទីដែលគ្រប់ permission គឺ owner អាច read only ហើយនឹងគ្រប់ read only ចំណែកឯ other គឺ no access ចំណែកឯមកដល់លេខ4នេះវិញដែល file វាមានឈ្មោះថា script.sh ដែល own by user 4នៅក្នុងក្រុម developer ដែលមានទំហំ byte 124 byte និង last modify នៅខែ March ថ្ងៃទី31នៅវេលាម៉ោង8:15នាទីដែលគ្រប់ permission owner អាច read write និង execute ចំណែកឯគ្រប់ execute និង read ចំណែកឯនៅ other វិញគឺ no access ចំណែកឯមកដល់លេខ5វិញគឺជា file មួយដែលមានឈ្មោះថា secret.txt ដែល own by admin និងគ្រប់ by admin ដែលមានទំហំ byte គឺ300 byte និង last modify នៅខែ March ទី31នៅវេលាម៉ោង8:20នាទីដែលគ្រប់ permission គឺ owner អាច read និង write ចំណែកឯគ្រប់ no access និង other no access ចំណែកឯមកដល់លេខ7វិញគឺជាប្រភេទ file គឺជាប្រភេទ document ដែលយើងអាចសម្គាល់វាថាប្រភេទ document ហ្នឹងគឺដោយសារតែតាមរយៈការអក្សរ D នៅកន្លែង file permission របស់យើងបើវាមានអក្សរ D នៅពីខាងមុខបានន័យថាវាជាប្រភេទ document អញ្ចឹង document ហ្នឹងគឺ own by user 1នៅក្នុងក្រុម developer ដែលមានទំហំ byte 4096 byte last modify នៅខែ March ទី31នៅវេលាម៉ោង8:25នាទីដែលគ្រប់ permission owner អាច read write execute ចំណែកឯគ្រប់ execute read និង other execute only ចំណែកឯមកដល់លេខមកដល់លេខ7នេះវិញជាប្រភេទ document ដូចគ្នាដោយសារតែវាមានអក្សរ D នៅពីខាងមុខដែលមានឈ្មោះថា private ដែល owner by user 2នៅក្នុងក្រុម manager ដែលមានទំហំ byte 4096 byte និង last modify នៅខែ March ទី31នៅវេលាម៉ោង8:30នាទីដែលគ្រប់ permission owner អាច read write និង execute ចំណែកឯគ្រប់ no access និង other no access ចំណែកឯមកដល់លេខ8នេះវិញគឺជាប្រភេទ document ដូចគ្នាដោយសារតែវាមានអក្សរ D នៅខាងមុខដែលមានឈ្មោះថា project ដែល own by user 3នៅក្នុងក្រុម developer ដែលមានទំហំ byte 4096ដែល last modify នៅខែ March ទី31នៅវេលាម៉ោង8:35នាទីដែលគ្រប់ permission គឺ owner can read write execute read និង execute ចំណែកឯគ្រប់ can execute only ចំណែកឯ other no access ចំណែកឯមកដល់ខាងក្រោមនេះគឺជា file មួយដែលមានឈ្មោះថា system.log ដែល owner ជា root និងក្រុម root ដែលមានទំហំ byte 2048 byte និង last modify នៅខែ March ទី31នៅវេលាម៉ោង8:40នាទីដែល owner ដែលក្រុម permission owner can read and write គ្រប់ read only other read only
ចំណែកឯមកដល់ខាងក្រោមនេះវិញគឺជា file ដែលមានឈ្មោះថា backup.sh ដែល owner root និង group root ដែលមានទំហំbyte 800 byte និង last modify នៅនៅខែម៉ាចទី31នៅវេលាម៉ោង 8:45 នាទីដែលគ្រប់ permission ដែលគ្រប់ permission គឺ owner read write execute គ្រប់ no access និង other no access ចំណែកឯមកដល់ខាងក្រោមនេះគឺជាប្រភេទ file ដែលមានឈ្មោះថា homework.txt ដែល owner គឺ student និង group by teacher ដែលមានទំហំ byte 150 byte និង last modify នៅខែ April ថ្ងៃទី1នៅម៉ោង 9:00 នាទីដែលគ្រប់ permission គឺ owner read និង write គ្រប់ read only ចំណែកឯ other no access ចំណែកឯចុះមកដល់ខាងក្រោមនេះមួយទៀតគឺជា file ដែលមានឈ្មោះថា grade.xlsx ដែល owner គឺជា teacher ហើយនិង group teacher ដែលមានទំហំ 600 byte និង last modify នៅខែ April ថ្ងៃទី1នៅម៉ោង 9:05 នាទីដែល group permission គឺ owner អាច read និង write group អាច read និង write ចំណែកឯ other no access ចំណែកឯមកដល់ខាងក្រោមនេះគឺជា file មួយដែលមានឈ្មោះថា install.sh ដែល owner by admin group by admin នៅមានទំហំ byte 2048 byte ដែល last modify នៅខែ April ថ្ងៃទី1នៅម៉ោង 9:10 នាទីដែល owner ដែល group permission គឺ owner can read write និង execute ចំណែកឯ group can read and execute ចំណែកឯ other can execute only ចំណែកឯមកដល់ខាងក្រោមនេះវិញគឺយើងមានប្រភេទជា document មួយដែលមានឈ្មោះថា assignment ដោយសារតែវាមាន D នៅពីខាងមុខនេះទើបយើងអាចសម្គាល់វាបានថាវាជាប្រភេទជា document អញ្ចឹងassignment ហ្នឹងគឺ own by student group students ដែលមានទំហំ byte 4096 ដែល last modify របស់វាគឺនៅខែ April នៅថ្ងៃទី1នៅម៉ោង 9:15 នាទីហើយgroup permission គឺ owner can read write execute ចំណែកឯ group can execute only និង other no access ចំណែកឯមកដល់ខាងក្រោមនេះវិញគឺជាប្រភេទ document ដូចគ្នាដែលវាមានអក្សរ D នៅពីខាងមុខដែលវាមានឈ្មោះថា exam ដែល own by teacher និង group teacher ដែលមានទំហំ byte 4096 byte ដែល last modify នៅខែ April នៅថ្ងៃទី1នៅវេលាម៉ោង 9:20 នាទីដែល group permission គឺ owner អាច read write execute ចំណែកឯ group វិញគឺ no access other no access ចំណែកឯមកដល់ file ចុងក្រោយរបស់យើងវិញគឺជាប្រភេទ file ដែលមានឈ្មោះថា readme.txt ដែល own by guest និង group guest ដែលមានទំហំ byte 100 byte ហើយនឹង last modify នៅខែ April ថ្ងៃទី1នៅម៉ោង 9:25 នាទីដែល group permission គឺ owner អាច read only group read only និង other read only អញ្ចឹងការងារអាន file របស់ខ្ញុំគឺអាន file permission របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូដែលបានទស្សនាអរគុណលោកគ្រូលាលោកគ្រូ